សូមជម្រាបសួរខ្ញុំបាទឈ្មោះគៀតពិរមមកពីខេត្តកំពង់ឆ្នាំងជាសិក្ខាកាមការរៀបចំផ្នត់គំនិតឡើងវិញដើម្បីជីវិតពេញលេញបរិបូរណ៍ទទួលបាននៅចំណេះដឹងរូបិយប័ណ្ណពេលសិក្សាខ្ញុំទទួលបានចំណេះដឹងខ្ញុំសូមយកទៅចែករំលែកដល់ក្រុមគ្រួសារនិងមិត្តភ័ក្តិបន្តទៅទៀតជាចុងក្រោយសូមថ្លែងអរគុណអង្គការសាស្ត្រាចារ្យបណ្ឌិតសង្ឃអៀបសូមថ្លែងអរគុណកិច្ចចាត់តាំងកម្មវិធីសូមថ្លែងអរគុណសិក្ខាកាមទាំងអស់ដែលបានចូលរួមជាពិសេសថ្លែងអរគុណលោកសាស្ត្រាចារ្យបណ្ឌិតចននីដែលបានបង្រៀនខ្ញុំឲ្យបានយល់ដឹងខ្ញុំបាទសូមគោរពជូនពរសាស្ត្រាចារ្យបណ្ឌិតចននីមានសុខភាពល្អកម្លាំងមាំមួនអាយុយឺនយូរមានទ្រព្យសម្បត្តិស្រុកស្ដំនិងជោគជ័យគ្រប់ភារកិច្ចសូមអរគុណពីច្រើនចម្រើនចំណេះចេះច្រើនចម្រើនទ្រនាំមកជូនដល់